បងប្អូនជាទីមេត្រីឃើញថានៅក្នុងបរិវេណនៃខេត្តកោះកុងមានប្រជាពលរដ្ឋច្រើនមែនទែនដែលកំពុងតែត្រៀមខ្លួនត្រៀមបង្វិចត្រៀមអីវ៉ាន់ដើម្បីធ្វើដំណើរទៅរកនៅកន្លែងដែលមានសុវត្ថិភាពបងប្អូនដូចបានឃើញនៅខាងក្រៅខ្នងខ្ញុំនេះសិតសឹងតែជាប្រជាពលរដ្ឋដែលគាត់កំពុងតែត្រៀមខ្លួននៅក្នុងការធ្វើដំណើរតាមរថយន្តក្រុងដែលជារបស់រដ្ឋហើយឃើញថារថយន្តបានចេញទៅប្រហែលជា4ទៅ5ជើងហើយមកទល់ពេលនេះបងប្អូនបានឃើញស្រាប់ហើយនេះសិតសឹងតែជាបង្វិចខោអាវរបស់របរនៃការប្រើប្រាស់របស់ពួកគាត់ដោយបើយោងតាមអ្វីដែលសមត្ថកិច្ចបញ្ជាក់ប្រាប់នឹងប្រជាពលរដ្ឋដែលគាត់បានប្រាប់ខ្ញុំណាឃើញថាមានការផ្អើលជួយឆតាំងពីយប់មិញហើយមានការផ្ទុះហ្នឹងគឺផ្ទុះនៅម៉ោង2នៅ5នាទីនេះបើយោងតាមសម្ដីរបស់បងដែលជាកងរាជអាវុធហត្ថគាត់បានប្រាប់ខ្ញុំហើយខ្ញុំសួរគាត់អំពីព័ត៌មានមួយចំនួនបងប្អូនជាទីមេត្រីហើយឃើញថាការភៀសខ្លួនរបស់បងប្អូនប្រជាពលរដ្ឋយើងមើលទៅខ្ញុំមើលហើយខ្ញុំសឹងថាទប់អារម្មណ៍ខ្លួនឯងមិនបានណាបងប្អូនពីខេត្តមួយទៅខេត្តមួយពីខេត្តមួយទៅខេត្តមួយឧត្តរមានជ័យព្រះវិហារបាទបន្ទាយមានជ័យឥឡូវនេះឈានទៅមកដល់កោះកុងថែមទៀតផងបងប្អូនក្នុងនាមអារម្មណ៍យើងជាខ្មែរពេលដល់ពេលយើងឃើញបែបហ្នឹងយើងឈឺចាប់ខ្លាំងមែនតើពួកថៃពួកសៀមនេះវាមិនចង់ឲ្យយើងបានសុខទេវាមិនចង់ឲ្យយើងរីកចម្រើនទៅមុខទេអញ្ចឹងសង្ឃឹមថាអ្នកឯងសាងអីគឺនឹងទទួលនឹងដូចគ្នាអ្នកឯងសាងដាក់ប្រទេសខ្ញុំបែបហ្នឹងប្រទេសអ្នកឯងមុននឹងក្រោយវាគង់តែជួបនៅបញ្ហាវេទនាសោកសៅដោយប្រទេសខ្ញុំដដែលទេអញ្ចឹងអ្វីដែលអ្នកឯងធ្វើដាក់ប្រទេសខ្ញុំសូមឲ្យវាឡងទៅលើប្រទេសអ្នកឯងវិញបងប្អូនឃើញហើយនេះសិតសឹងតែជាទស្សនវិជ្ជានៃបង្វិចខោអាវអាវ៉ៃអាវ៉ាន់របស់ពួកគាត់បងប្អូនមើលនេះបាទខ្លះត្រៀមមិនបានត្រៀមខ្លួនបងប្អូនអត់បានត្រៀមខ្លួនទុកទេអញ្ចឹងគាត់បបនិយាយទៅលក្ខណៈថាពិបាកតែម្ដងបងប្អូនរកតែរបស់ណាដែលសំខាន់ទេរកតែរបស់ណាដែលសំខាន់ដល់ពេលអញ្ចឹងទៅរបស់របរអីមួយចំនួនហ្នឹងគឺត្រូវទុកចោលនៅផ្ទះបាទទុកចោលនៅផ្ទះអត់បានយកមកជាប់តាមខ្លួនទេបងប្អូនមើលទៅនេះគ្រាន់តែជាខ្ញុំបង្ហាញបងប្អូនត្រួសតែប៉ុណ្ណោះនេះសិតសឹងតែជាអវ៉ាន់បង្វិចខោអាវរបស់របរប្រើប្រាស់របស់បងប្អូនប្រជាពលរដ្ឋដែលគាត់បានត្រៀមខ្លួននៅក្នុងការធ្វើដំណើរទៅរកកន្លែងដែលមានសុវត្ថិភាពបងប្អូនជាទីមេត្រីឥឡូវនេះខ្ញុំមិនមានអីចង់បង្ហាញបងប្អូនច្រើនទេគ្រាន់តែរៀបរាប់ថាឥឡូវនេះបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកោះកុងដែលនៅសល់មួយចំនួនតូចណាគាត់កំពុងតែត្រៀមខ្លួនរៀបចំនៅបង្វិចអាវ៉ៃអាវ៉ាន់និងសម្ភារៈប្រើប្រាស់មួយចំនួនដើម្បីត្រៀមខ្លួនទៅរកនៅកន្លែងសុវត្ថិភាពដោយមធ្យោបាយគឺរថយន្តក្រុងរបស់រដ្ឋហើយមកទល់ពេលនេះឃើញថាទៅបានប្រមាណ4ទៅ5គ្រឿងហើយនេះបើយោងតាមការបង្ហើបប្រាប់របស់មន្ត្រីសមត្ថកិច្ចនៅឯខេត្តកោះកុងនេះផ្ទាល់តែម្ដងបងប្អូនជាទីមេត្រីខ្ញុំបាទមាសសារ៉ារហាសនាមមាត់អរហាសម្ដីត្រង់សូមបញ្ចប់នៅសេចក្តីរាយការណ៍ជូនពុកម៉ែបងប្អូនតែប៉ុណ្្នឹងសូមអរគុណ